ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទនេះគឺជាអេពីសូតចុងក្រោយអេពីសូតទី10ហ្នឹងណាដែលសម្រាប់បងប្អូនទាំងអស់គ្នាដែលជាអ្នកថ្មីដំបូងដូចខ្ញុំបាននិយាយអញ្ចឹងមើលវីដេអូទាំង10នេះហើយវាអាចជួយអ្នកទាំងអស់គ្នាឲ្យមានមូលដ្ឋានក្នុងការបំពន់អ្នកទាំងអស់គ្នាក្នុងការហាត់រៀនទៅមេរៀនទៅមុខបន្តទៀតអញ្ចឹងណាដើម្បីឲ្យយើងក្លាយជាអ្នកលេងហ្គីតាមួយដែលសំរុំដែរអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងអេពីសូតចុងក្រោយនេះខ្ញុំអត់មានអីបង្ហាញទៅកាន់បងប្អូនបន្ថែមទៀតទេព្រោះថាខ្ញុំគិតថា9ចំណុចមុននោះគឺជាចំណុចមួយដែលល្អសម្រាប់អ្នកទាំងអស់គ្នាយកទៅហាត់ដើម្បីទទួលបាននៅដូចខ្ញុំនិយាយទៅមូលដ្ឋានសម្រាប់យើងជាអ្នកថ្នាក់ដំបូងបាទធម្មតាយើងអត់ចេះអីសោះបើយើងអត់ទាន់ដឹងអីពីតន្ត្រីយើងទៅវឹកឡើងចង់កាន់ឧបករណ៍តន្ត្រីយើងទៅរៀនថ្នាក់ខ្ពស់ចង់និយាយថាមានន័យថាដូចថាយើងថាឲ្យតែបានចូលរៀនយើងអត់ខ្វល់ទេតែយើងអត់ទាន់ចេះអីសោះអត់ទាន់ដឹងអីសោះយើងចូលទៅរៀនណាដល់ពេលថ្នាក់គេនោះគេស្គាល់ខ្លះហើយយើងទៅដល់យើងអត់ទាន់គេពិបាកអញ្ចឹងសម្រាប់វីដេអូ basic ដែលខ្ញុំបានធ្វើទាំង10នេះបាទសម្រាប់បងប្អូនទាំងអស់គ្នាគឺអាចជួយឲ្យអ្នកទាំងអស់គ្នាបើបងប្អូនណាពិតជាព្យាយាមហាត់ព្យាយាមមើលមែនណាពេលដែលបងប្អូនចង់ទៅប្រឡូកហាត់ទាំង10ហ្នឹងហើយចង់ទៅមានន័យថាចង់ទៅ join class មានន័យថាចូលថ្នាក់ណាផ្សេងដែលយើងចង់ទៅរៀនបន្តចង់មករៀនមួយខ្ញុំផ្ទាល់ឬក៏ចង់ទៅរៀនសាលាណាក៏បានដែរឲ្យតែអ្នកឲ្យមើលទៅគ្រូអ្នកគ្រូទាំងអស់ហ្នឹងអាចបង្រៀនយើងបានjoin គេទៅយើងអាចថាមានមូពេលយើងមានគ្រឹះខ្លះយើងទៅរៀនបន្តដើម្បីបំពេញវិជ្ជារបស់យើងវាបានល្អប្រសើរហើយវាលឿនបាទប្រសើរជាយើងអត់ចេះអីសោះអញ្ចឹងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែលើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាក្នុងការហាត់រៀនអ្វីដែល9វីដេអូមុនដែលខ្ញុំបានបង្ហាញហាត់តែប៉ុណ្្នឹងដែរហាត់តែតែមើលតែចំណុចដែលជាមេរៀនហ្នឹងចំណុចដែលយើងត្រូវហាត់ហ្នឹងហាត់តដាទៅវិញទៅមកឲ្យស៊ាំឲ្យច្បាស់ថាដូចឧទាហរណ៍គេសួរចំតួចុះឲ្យហាត់ភ្លេងតួអក្សរនៃអក្សរភ្លេងមានអីខ្លះលេងឡើងអត់ដឹងចុះនៅខ្ទង់ហ្គីតាគេរាប់មិនអត់ដឹងខ្សែឈ្មោះអីអត់ដឹងអញ្ចឹងណាវាហ្នឹងជាចំណុចមួយដែលมันគួរកើតមានឡើងសម្រាប់យើងអ្នកហាត់ភ្លេងហើយចំណុចហ្នឹងក៏វាកើតមានច្រើនទៅលើបងប្អូនជាច្រើនដែល start រៀនតន្ត្រីដូចគ្នាដែរអញ្ចឹងណាមានបងប្អូនខ្លះចាប់ដើមមករៀនផ្ទាល់មកខ្ញុំគាត់សួរទៅអត់ដឹងអីផងចេះតែដាក់ដៃលើខ្ទង់ហ្គីតាដាក់ត្រូវជ្រុងទៀតអញ្ចឹងណាបាទហ្នឹងនេះគឺជាអីដែលជាបញ្ហាអញ្ចឹងខ្ញុំលើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាព្យាយាមហាត់ហើយអនុវត្តកុំគិតថាមេរៀនខ្លីអនុវត្តហើយអត់មានអីថ្មីសោះសួរថាអត់ថ្មីហ្នឹងបងប្អូនហាត់ហើយតែរបៀបខ្លួនឯងទេតែថ្ងៃមុខទៅនឹងមានហាត់ដដែលហ្នឹងជាមួយការប្រើប្រាស់លបឿននៃចង្វាក់អីចឹងទៅយើងអត់កើតអញ្ចឹងព្យាយាមថាធ្វើម៉េចឲ្យយើងថាចាប៉ុណ្ណឹងតែប៉ុណ្ណឹងស៊ីផុយហ្មងគេសួរឆ្លើយបានណាចង់និយាយអញ្ចឹងធ្វើបានហ្មងនេះគឺជាខ្ញុំលើកទឹកចិត្តឲ្យហាត់ដដែលហើយដដែលទៀតកុំឲ្យចង់និយាយគ្រាន់តែមើលតែអត់បានអីចឹងណាអញ្ចឹងបងប្អូនណាដែលចាប់ដើមមើលវីដេអូទាំង10នឹងរបស់ខ្ញុំបាទអញ្ចឹងព្យាយាមហាត់ហើយមួយទៀតលើកទឹកចិត្តថាហាត់ជាមួយឧបករណ៍បាទខ្ញុំមិនមែនដោយសារខ្ញុំជាអ្នកលក់ភ្លេងណាខ្ញុំទៅដុកអ្នកនរគ្នាឲ្យទិញតែឧបករណ៍ទេប៉ុន្តែបងប្អូនត្រូវដឹងថាយើងហាត់អត់មានឧបករណ៍ក៏យើងអត់ងាយចេះដែរអត់អាចអនុវត្តអត់អាចលេងបានដែរដូចជាតាហ៊ានអញ្ចឹងហាត់តាហ៊ានរត់ពុតខ្លួនពុតអីតែដល់ពេលទៅសមរភូមិអត់មានអាវុធអត់ឆ្កេះគេទេអញ្ចឹងណាអាហ្នឹងវាជាកត្តាមួយដែលសំខាន់ចំណុចសំខាន់មួយផ្នែកដែរដែលយើងជាអ្នកហាត់រៀនលេងហ្គីតាហាត់ឧបករណ៍អីក៏ដោយតែមានឧបករណ៍សម្រាប់ហាត់អញ្ចឹងណាត្រូវតែព្យាយាមឧបករណ៍សម្រាប់ហាត់ហើយហាត់ទៀតដែរអញ្ចឹងមានចម្ងល់អីអាចសួរខ្ញុំបានឆាតសួរអញ្ចឹងទៅបើខ្ញុំឆ្លើយមិនតាន់ក៏ខ្ញុំធ្វើវីដេអូបន្ថែម public អញ្ចឹងទៅឲ្យចូលស្ដាប់ចូលអីអញ្ចឹងទៅហើយខ្ញុំលើកទឹកចិត្តថារៀងរាល់វីដេអូដែលខ្ញុំបានបង្ហាញឥឡូវនេះខ្ញុំព្យាយាមកាត់បន្ថយអញ្ចឹងនិយាយថានិយាយខ្លីៗឯងមួយវីដេអូតែ5នាទីឯងដូចតែshort film អីដែរទេអត់សូវនិយាយវែងទេអញ្ចឹងបងប្អូនព្យាយាមស្ដាប់អីដែលខ្ញុំនិយាយដដែលហ្នឹងហើយយកទៅអនុវត្តនៅលើមេរៀនរបស់អ្នកទាំងអស់គ្នាខ្ញុំធានា 100% បាទអ្នកនរគ្នានឹងមានមូលដ្ឋានគ្រឹះមាំជាមួយនឹងការហាត់រៀនហ្គីតាថ្នាក់ដំបូងការលេងហ្គីតាថ្នាក់ដំបូងអញ្ចឹងណា
គេថា beginner ខ្លះណាបាទព្រោះថាខ្ញុំមានសិស្សច្រើនហើយបងប្អូនដឹងស្រាប់អូតូបន្តិចអីចឹងណាបាទអញ្ចឹងនេះអីដែលខ្ញុំលើកទឹកចិត្តហាត់ហើយហាត់ទៀតហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាមើលវីដេអូទាំង9មុនជាមេរៀនហើយវីដេអូលើកទឹកចិត្តចុងក្រោយនេះហើយអាចជាផ្នែកមួយជំរុញឲ្យបងប្អូនអ្នកនរគ្នាអាចលេងហ្គីតាបានហើយខ្ញុំសង្ឃឹមថាបងប្អូនដែលហាត់រៀនពីខ្ញុំហើយចេះហើយយល់ដឹងហើយអាចចែករំលែកអ្វីដែលអ្នកនរគ្នាបន្តទៅកាន់បងប្អូនជំនាន់ក្រោយទៀតផងដែរអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងសម្រាប់អ្នកនរគ្នាសូមព្រះប្រទានពរ